នេះគឺជាផ្សិតផ្ចាក់ខ្ញុំមកនេះគឺចង់បង្ហាញមុខម្ហូបនេះគឺសម្លម្សៅផ្សិតផ្ចាក់អញ្ចឹងណាបងប្អូនជាដំបូងយើងពងខ្ទឹមយើងដាក់រំលីងសាច់ដើម្បីឲ្យវាឆ្អិនបានបន្តិចអញ្ចឹងណាបងប្អូនចាប់ផ្ដើមរំលីងសាច់យើងកូរចុះកូរឡើងរៀងឆ្អិនបានបន្តិចចាប់ផ្ដើមដាក់គ្រឿងតាមចំណង់ចំណូលចិត្តរបស់បងប្អូនមានអំបិលប៊ីចេងទឹកត្រីស្ករសតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នារៀងៗខ្លួនអញ្ចឹងណាបន្ទាប់ពីយើងដាក់គ្រឿងរួចរាល់ហើយយើងចាប់ផ្ដើមកូរសាច់ហ្នឹងជាមួយនឹងគ្រឿងបុកហើយនឹងអង្ករគ្រឿងបុកហ្នឹងយើងមានតែស្លឹកគ្រៃម្ដេងល្មៀតហើយនឹងខ្ជាយបន្តិចដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាយើងចាប់ផ្ដើមកូរសាច់ជាមួយនឹងគ្រឿងឲ្យបានឆ្អិនបន្តិចយើងចាប់ផ្ដើមដាក់ផ្សិតផ្ចាក់នេះយើងបានស្រុះរួចរាល់មកទឹករួចរាល់ហើយយើងចាប់ផ្ដើមចាក់ផ្សិតផ្ចាក់ចូលហើយកូរជាមួយគ្នាឲ្យសព្វគ្រឿងបន្តិចអញ្ចឹងណាកូរបានប៉ុណ្ណេះហើយយើងចាក់ទឹកមកងាស់ឲ្យបានមួយសន្ទុះដើម្បីបាត់ភាពល្វីងនេះបងប្អូនបន្ទាប់ពីយើងចាក់ទឹករួចរាល់ហើយពុះហើយឃើញថាទំនងមែនតែនបន្ទាប់ពីចាក់ទឹកមកងាស់រួចរាល់ហើយគឺយើងដាក់ត្រីចូលហើយត្រីនេះផងដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាហើយបន្ទាប់ពីយើងដាក់ត្រីពុះរួចរាល់ហើយយើងចាប់ផ្ដើមដាក់ស្លឹកឈើដែលយើងបានបេះទុកនោះមានលឹកបាសលឹកងប់នឹងឯងហើយនេះគឺឆ្អិនរួចរាល់ហើយខ្ញុំចាប់ផ្ដើមដួសដាក់ចានដើម្បីយកទៅភ្លក់